អាណាចក្រខ្មែរជានិមិត្តរូបនៃភាពអស្ចារ្យរបស់ខ្មែររាប់ពាន់ឆ្នាំប៉ុន្តែមុនពេលមានភាពរុងរឿងនេះនគរខ្មែរធ្លាប់ធ្លាក់ស្ថិតក្នុងស្ថានភាពបែកបាក់និងក្រោមឥទ្ធិពលដ៏ខ្លាំងពីបរទេសតើនរណាទៅជាអ្នកបង្កើតឡើងដំបូងតើព្រះមហាក្សត្រអង្គណាដែលបានប្រើអត្ថកម្បាំងដ៏ស៊ីជម្រៅរបស់សាសនាដើម្បីដណ្ដើមឯករាជ្យដេរភ្ជាប់នគរដែលបែកបាក់គ្នានេះហើយបង្កើតនូវមូលដ្ឋានដ៏ពិសិដ្ឋនៃមហាអាណាចក្រខ្មែរព្រះបាទជ័យវរ្ម័នទី2ព្រះអង្គមិនគ្រាន់តែជាអ្នកបង្រួបបង្រួមទឹកដីប៉ុណ្ណោះទេតែជាអ្នកបង្កើតនូវទស្សនវិជ្ជាគ្រប់គ្រងថ្មីមួយដែលធ្វើឲ្យព្រះអង្គក្លាយជាអធិរាជដ៏មានឥទ្ធិពលបំផុតក្នុងសម័យកាលនោះព្រះអង្គជាអ្នករំដោះប្រទេសកម្ពុជាឲ្យរួចពីការជិះជាន់ឈ្លានពានអំណាចរបស់រាជវង្សសៃលេន្ទ្រនៃកោះជ្វាហើយបានផ្ដល់នូវឯករាជ្យទាំងស្រុងគឺព្រះអង្គជាអ្នកចាប់ផ្ដើមកសាងមូលដ្ឋាននៃសម័យមហាអង្គរដ៏រុងរឿងបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជាយោងតាមឯកសារភាគច្រើនព្រះបាទជ័យវរ្ម័នទី2ទំនងជាត្រូវភៀសប្រកាយឬត្រូវបានចាប់ខ្លួនទៅកោះជ្វាក្នុងអំឡុងពេលដែលពួកជ្វាវាយលុកចេនឡាទឹកហើយធ្វើកុដព្រះរាជាខ្មែរនៅឆ្នាំ787ព្រឹត្តិការណ៍នេះបានធ្វើឲ្យនគរខ្មែរស្ថិតនៅក្រោមចំណុះពួកជ្វាក៏ប៉ុន្តែបើយើងក្រឡេកទៅមើលតាមរយៈការស្រាវជ្រាវសិលាចារឹករបស់ប្រវត្តិវិទូខ្មែរមួយចំនួនដូចជាលោកវង្សសធិរានិងលោកនប់សុខាពួកគាត់បានអះអាងថាព្រះអង្គជាព្រះមហាក្សត្រខ្មែររួចទៅហើយនៅឆ្នាំ790ហើយកំពុងដឹកនាំតំបន់មួយផ្នែកនៅប្រទេសកម្ពុជាឯកសារទាំងនេះគួរបញ្ជាក់ផងដែរថាកោះជ្វានិងស៊ូម៉ាត្រាគ្មានអំណាចគ្រប់គ្រងនិងមកដណ្ដើមយកទឹកដីកម្ពុជាឡើយហើយរឿងកោះជ្វានេះគ្រាន់តែជារឿងប្រឌិតរបស់ជនជាតិអារ៉ាប់ដែលត្រូវអ្នកជាតិនិយមឥណ្ឌូនេស៊ីទៅរំលេចបន្ថែមតែប៉ុណ្ណោះមិនថាព្រះអង្គបានយាងទៅកោះជ្វាឬយ៉ាងណានោះទេចំណុចសំខាន់គឺតើព្រះអង្គបានរៀនអ្វីពីទីនោះបើផ្អែកទៅលើឯកសារដែលថាព្រះអង្គគង់នៅកោះជ្វាក្នុងនាមជាចំណាប់ខ្មាំងព្រះបាទជ័យវរ្ម័នទី2ទ្រង់បានសិក្សាយ៉ាងហ្មត់ចត់អំពីមូលដ្ឋានគ្រឹះនៃសាសនាដែលជាប្រភពអំណាចអធិរាជលោកតីរបស់ស្ដេចសៃលេន្ទ្រព្រះអង្គបានស្វែងយល់ពីរបៀបដែលសាសនាអាចផ្ដល់នូវភាពស្របច្បាប់ដល់ការគ្រប់គ្រងប្រហែលជាឆ្នាំ800ព្រះអង្គបានជាងត្រឡប់មកកាន់មាតុភូមិវិញជាមួយនឹងការគាំទ្រយ៉ាងស្មោះត្រង់អំពីសំណាក់មេទ័ពជាច្រើនព្រះអង្គបានចាប់ផ្ដើមយុទ្ធនាការបង្រួបបង្រួមទឹកដីចេនឡាដែលធ្លាប់បែកបាក់គ្នាឲ្យមានឯកភាពឡើងវិញយ៉ាងឆាប់រហ័សតាមរយៈការផ្សាយរបស់វិទ្យុអាស៊ីសេរីព្រះបាទជ័យវរ្ម័នទី2ព្រះអង្គបានផ្លាស់ប្ដូររាជធានីជាច្រើនលើកក្នុងដំណើរស្វែងរកទីតាំងដ៏ល្អមួយទី1អន្តរបុរៈតំណងជានៅត្រង់បន្ទាយព្រៃនគរខេត្តកំពង់ចាមនៅទីនោះព្រះអង្គបានទទួលយកព្រាហ្មណ៍សិវកៃវលយៈធ្វើជារាជបរោហិតទី2គុតិស្ថិតនៅខាងជើងប្រាសាទបន្ទាយក្តីទី3ហរិហរល័យក្នុងស្រុករលួសខេត្តសៀមរាបទី4អមរិន្ទ្រេនបុរៈទំនងជាចំទំនប់ខាងលិចបារាយទឹកថ្លាចុងក្រោយព្រះអង្គបានយាងទៅគង់លើភ្នំគូលែនដែលមានឈ្មោះដើមហៅថាមហិន្ទ្របរពតដោយមានព្រាហ្មណ៍សិវកៃវលយៈតាមជាប់ជានិច្ចគឺនៅឆ្នាំ802នៅលើភ្នំគូលែននេះហើយដែលព្រះបាទជ័យវរ្ម័នទី2បានប្រារព្ធពិធីដ៏មានឥទ្ធិពលបំផុតមួយក្នុងប្រវត្តិសាស្ត្រខ្មែរគឺពិធីទេវរាជគោលបំណងសំខាន់បំផុតគឺធ្វើឲ្យប្រទេសកម្ពុជានាពេលនោះបានរួចឯករាជ្យចេញពីចំណុះរបស់កោះជ្វាព្រះអង្គបានអភិសេកខ្លួនជាចក្រវាឡទីនតាមពាក្យខ្មែរតំណងហៅថាកម្រតេងចក្រតរាជឬអង្គម្ចាស់នៃលោកព្រះអង្គបាននិមន្តព្រាហ្មណ៍ហរណហទាយៈ
ដែលជាអ្នកមានប្រាជ្ញាខាងវេទមកជួយរៀបចំពិធីតាមក្បួនគម្ពីរព្រហ្មញ្ញសាសនាហិរណយទាមៈបានបង្រៀនសេវកៃវលយៈនៅក្បួនគម្ពីរសំខាន់ទាំង4លោកសដេចបានសន្និដ្ឋានថាគម្ពីរមួយចំណោមក្នុងគម្ពីរទាំង4នោះគឺគម្ពីរសិរចេតៈឬកាត់ក្បាលទំនងជាត្រូវប្រើដើម្បីធ្វើពិធីឧបកិច្ចផ្ដាច់ក្បាលរូបសំណាកស្ដេចជ្វាសៃលេន្ទ្រដែលជានិមិត្តរូបនៃការប្រកាសឯករាជ្យរបស់ខ្មែរដំណើរគ្នានោះព្រះអង្គបានអភិសេកសិវលិង្គដែលជាតំណាងធម្មពលដល់អស្ចារ្យរបស់ព្រះឥសូរតាមរយៈពិធីនេះអាត្មានពិសិដ្ឋរបស់ព្រះរាជាបានសន្ធិដ្ឋក្នុងសិវលិង្គនេះឯងដែលคล้ายទៅជានិមិត្តរូបនៃទេវរាជព្រះរាជាคล้ายជាព្រះឥសូរបែងភាគដែលមានអំណាចគ្រប់គ្រងលើសត្វលោកបញ្ជារបស់ព្រះអង្គគឺជាបញ្ជារបស់ព្រះអាទិទេពនេះបាននាំឲ្យមានការកសាងប្រាសាទភ្នំដោយសារតែព្រះឥសូរគង់លើភ្នំកៃឡាសសិវលិង្គនិងប្រាសាទដែលតម្កល់វាត្រូវបានស្ថិតនៅលើភ្នំឬទីខ្ពស់ផងដែរប្រសិនបើគ្មានភ្នំធម្មជាតិគេកសាងខឿនខ្ពស់ដែលជាភ្នំសុបនិមិត្តប្រាសាទទី1គឺប្រាសាទអារាមរោងចិននៅលើភ្នំគូលែនព្រះបាទជ័យវរ្ម័នទី2បានត្រឡប់ទៅគង់ហរិហរល័យវិញរហូតដល់ព្រះអង្គសោយទីវង្គតនៅឆ្នាំ850ឬ854ក្នុងព្រះបច្ឆាមរណនាមថាបរមមេសោតាមរយៈលទ្ធិទេវរាជព្រះអង្គបានផ្ដល់នូវភាពស្របច្បាប់ខាងទេវភាពដល់រាជវង្សខ្មែរដែលជាកត្តាធ្វើឲ្យអាណាចក្រអង្គររីកចម្រើនយ៉ាងអស្ចារ្យជាច្រើនសតវត្សបន្ទាប់មកតើអ្នកដឹងទេគំនិតទេវរាជនេះជួយឲ្យអាណាចក្រខ្មែរខ្លាំងដូចម្តេចខ្លះសូមជួយចែករំលែកមតិយោបល់របស់អ្នក